ប្រតិបត្តិព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី18ខែធ្នូឆ្នាំ2025សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងអេសានដែលបក់លើអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអាណ្ដាម៉ាន់និងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី18ដល់ថ្ងៃទី20ខែធ្នូឆ្នាំ2025 1. តំបន់វាលទំនាបសីតុណ្ហភាពមធ្យមបរិមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូរមានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលស្វាយរៀងតាកែវនិងភ្នំពេញពុំមានភ្លៀងធ្លាក់ទេ 2. តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមបរិមា19អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូរមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺឧត្តរមានជ័យព្រះវិហារក្រចេះរតនគិរីមណ្ឌលគិរីបៃលិនស្ទឹងត្រែងជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញពុំមានភ្លៀងធ្លាក់ទេ 3. តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមបរិមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា30អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោពុំមានភ្លៀងធ្លាក់ទេរលកសមុទ្រមានកម្ពស់មធ្យមបរិមា0ម៉ែត្រ50និងកម្ពស់មធ្យមអតិបរមា1ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងអូតូនិយមថ្ងៃទី18ខែធ្នូឆ្នាំ2025សូមអរគុណ